អ្នកទាំងអស់គ្នាធ្លាប់បារម្ភអត់ថាទូរស័ព្ទ Android ដែលយើងកំពុងប្រើរាល់ថ្ងៃនេះមានលួចបង្កប់ app មិនល្អឬ app លួចទិន្នន័យយើងឬអត់មិនចាំបាច់ទៅរកទិញឬដំឡើងកម្មវិធីកម្ចាត់មេរោគពីក្រៅមកនាំតែធនម៉ាស៊ីនទេព្រោះនៅក្នុងទូរស័ព្ទយើងមានអង្គរៈសម្ងាត់មួយដែលស្កេនការពារយើង24ម៉ោងលើ24ម៉ោងនោះគឺ Google Play Protect តោះទៅមើលវិធីបើកនិងប្រើប្រាស់ទាំងអស់គ្នាដំបូងបង្អស់គ្រាន់តែចូលទៅកាន់កម្មវិធី Google Play Store នៅលើទូរស័ព្ទដៃរបស់អ្នកបន្ទាប់មកចុចលើរូប Profile ឬរូបថតរបស់អ្នកនៅលើជ្រុងខាងស្ដាំនៃផ្នែកខាងលើនៅត្រង់នេះអ្នកនឹងឃើញពាក្យថា Play Protect ចុចនៅលើវាមកពេលនេះអ្នកនឹងឃើញស្ថានភាពទូរស័ព្ទរបស់អ្នកហើយដើម្បីឲ្យច្បាស់ចិត្តគ្រាន់តែចុចលើប៊ូតុង Scan ពណ៌ខៀវនេះទៅវានឹងខំរាវរក app ណាមួយដែលមានមេរោគឬលួចទិន្នន័យទូទាំងម៉ាស៊ីនតែម្ដងចំណុចសំខាន់មួយទៀតកុំភ្លេចចុចលើសញ្ញាឬ Setting នៅខាងលើរួចត្រួតពិនិត្យមើលថាតើមុខងារ Scan App with Play Protect នេះបានបើក Turn on ហើយឬនៅបើបើកហើយវាមានន័យថាវាដើរតួជាអ្នកយាមទ្វារការពារទិន្នន័យទូរស័ព្ទរបស់យើងរហូតហើយមុខងារ Google Play Protect នេះវានឹង Scan រាល់ app ទាំងអស់មុននឹងយើងដំឡើងពី Play Store តែដើម្បីសុវត្ថិភាពពេលដងត្រូវឧស្សាហ៍ចូលមកចុច Scan ដោយខ្លួនឯងបែបនេះយ៉ាងហោចណាស់មួយសប្តាហ៍ម្ដងជៀសវាងដោយខាតការ download app ពីគេហទំព័រខាងក្រៅឬតាមលេងចម្លែកដែលមាន file APK យកមកដំឡើងដោយផ្ទាល់ព្រោះវាអាចខុសពីការពិនិត្យរបស់ប្រព័ន្ធសុវត្ថិភាពងាយមិនដល់1នាទីផងអាចដឹងថាទូរស័ព្ទយើងមានសុវត្ថិភាពឬអត់មើលវីដេអូនេះដល់ចប់សាកល្បង check ទូរស័ព្ទខ្លួនឯងនិងទូរស័ព្ទម៉ាក់ប៉ាឥឡូវនេះបើគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចចុច like និង share and follow ដើម្បីទទួលបានគន្លឹះបច្ចេកវិទ្យាល្អៗបែបនេះជារៀងរាល់ថ្ងៃ